ឆ្នាំងដូរឆ្កែឆ្នាំងដូរឆ្កែឆ្នាំងដូរឆ្កែហេដូរឆ្កែដាក់បើជើកលទៅពូវាផុងដីអីផុងដីផុងដីទៅម្ចាស់ពូនេះសល់ឆ្នាំមកដល់2អូឆ្កែខ្ញុំធំមិនប៉ុណ្ណឹងទេម៉ានគីឡូអត់20គីឡូឆ្កែខ្ញុំបាន60គីឡូហ្នឹងហេឆ្កែ60គីឡូ60គីឡូជ្រូកគាត់ឆ្កែទឿឆ្កែទឿអស់30គីឡូអីហ្នឹងឆ្កែប៉ុនឆ្នាំងហ្នឹងឆ្កែណាប៉ុនឆ្នាំងពូបើឆ្កែខ្ញុំចេះណាឥឡូវមើលហៅដាក់អីវាស៊ីដាក់អីវាស៊ីមើលមើលទៅមើលឆ្កែឥឡូវពួកឯងយកមកណាលក់មកណាយ៉ាងនេះមកបាទនេះវាអង្គេស៊ីទីអូខេអាហ្នឹងខ្ញុំដូរឆ្នាំង2ឲ្យណាបាទទៅចាប់ហេអូនឯងទិញចាប់ទៅអេខ្ញុំមិនម្ចាស់ខ្ញុំចាប់ឲ្យខំខ្ញុំហេចុះខ្ញុំមិនជំនាញចាប់ឆ្កែខំមែនអូនជួយចាប់ឆ្កែទៅមើលអេបើខំខ្ញុំបងលុយឲ្យមានចាប់ឆ្កែខ្ញុំទេបាទទេអញដូរឆ្នាំងហ្នឹងបានឆ្កោអញយកឆ្នាំងដូរឆ្កែគាត់លើឆ្កែគាត់ដូរឆ្នាំងអញឆ្កែចាំនៅមួយយើងតាំងទូចមកយើងដូចគ្រួសារយើងចាំផ្ទះយើងប៉ុន្តែឆ្កែនេះអត់កំណើតទេមនុស្សដើរខាត់អត់ព្រោះហើយទុកអីទៀតហេដល់ព្រោះព្រោះអីអានេះព្រោះជាងគេអាពីរនោះបានអត់ព្រោះអូអាពីរនោះអត់ព្រោះមាននេះខ្ជិលចង់ងាប់ហ្នឹងឯងតែចង់ធ្វើឆ្កែស៊ីតាំងឆ្កែខុសអញមិនចង់ធ្វើស៊ីទេយកដូរឆ្នាំងហើយសួរយើងចាំឆ្កែនេះវានៅចាំផ្ទះចេះព្រោះអត់ឆ្នាំងចេះព្រោះអត់ឆ្នាំងនេះសួរយកមកឯងឆ្នាំងឆ្លោឆ្កែអាកាន់ដើរទៅព្រោះពេញព្រោះឯងអាណិតឆ្កែហេឆ្នាំងស៊ីអត់កើតទេគេយកទៅមិនគេទៅចាំទេហ៎គេយកទៅដល់គេទៅធ្វើហូបលក់នៅផ្សារនោះវាទៅសម្លាប់មិនយកទៅចាំទេណាឯងអាណិតឆ្កែទេអីចាំលក់នៅផ្សារនៅអីនោះស្មាគេយកធ្វើតែឡាពូលក់មកទៅខ្ញុំញ៉ាំលក់ទេអត់លក់ទេបងឯងយកទៅចាំតអញត្រូវថ្លៃគ្នាមិនឲ្យឆ្នាំង2ឥឡូវឆ្នាំង2តែស្មាអញយកធ្វើយកទៅចាំតតាឆ្នាំងទិញបានទេអត់ទេគេយកទៅហូបទេឥឡូវខែ10000ទៀតហ៎អត់ដូរយ៉ាងអត់ដូរចាំពួកឯងនិយាយកន្លែងគាត់ទេបើអានេះឯងដូរឆ្នាំងដូរឯងដូរឆ្នាំងដូរទៅអីពីឯងនិយាយកន្លែងគាត់មែននិយាយដូរឲ្យខ្ញុំមិនចឹងទេអូនឯងយកធ្វើម្ហូបអត់ពូអត់ដូរទេរួមឆ្កែចាស់ខ្ញុំចាំឆ្កែស្លាញ់ដូចបងប្អូនបង្កើតចឹងហេមិនឲ្យព្រមលក់អីតាព្រមដូរអីតាអត់ទេអញព្រមខ្ញុំនិយាយមែនបងរងថ្ងៃបងប្អូន3នាក់តែឆ្កែនេះស្មើបងប្អូនមួយដែរហើយបងប្អូន3នាក់មិនអាបងហ្នឹងចង់អន់ជាងឆ្កែផងយើងឆ្កែតែខ្ញុំចង់ល្អជាងនិយាយចឹងហ្នឹង3អូបើនិយាយកលិចចឹងហើយទុកឆ្កែទៅស្អីទុកហាន់បាយឆ្នាំងមកឯងយកមេចាំផ្ទះនេះទៅអានេះយកទៅឲ្យគេហូបគេស្អប់ដល់អ្នកលក់ទៀតដល់អ្នកដូរទៀតអានេះគៀមមុតទេខ្ញុំធ្លាប់ហូបហើយញឹងហ្នឹងឆ្មាត់តែចាស់មានតែនេះទេយើងមានតែហូបណាអ្នកហូបទេយកហូបបើសិនជាហូបឥឡូវចេះទៅអានេះឈប់រស់ស៊ីអាហ្នឹងទៅហេពួកឯងមកបដៅចឹងមិនឡើយសួរឯងលក់អត់ទេបើលក់ខ្ញុំទៅវិញឆ្នាំងហ្នឹងបើទិញទៅទេ2ម៉ានអញអត់លក់ទេឆ្នាំងអញសម្រាប់ដូរឆ្កែហើយទិញសាបមុខរបស់អញបាទសាបបាទអញ្ចឹងបងអញយកលក់ចំណេញផែលដូរឆ្កែទៅមានអីខុសបងអញផ្ទះឯងងាប់ឥឡូវបើអញថាចូលឆ្នាំងដូរឆ្កែឯងគិតតែទិញឆ្នាំងមុខរបស់អញមិនមែនលក់ឆ្នាំងទេអញយកឆ្នាំងដូរឆ្កែឯងក៏ទៅបែបហ៎អត់ទេឥឡូវបងឯងយកមិនដូរទេបើនិយាយក្លេចមែនក្លេចទេកូនថាយ៉ាងម៉េចខ្ញុំគាត់ចង់បានតែឆ្នាំងមកឆ្នាំងហ្នឹងបើឯងលក់ឆ្នាំងខ្ញុំទិញតែឆ្នាំងទៅឆ្កែចាំទៅយោអញជឿក្បាលណាបើឯងនៅតែអត់យល់ឆ្កែឥឡូវចេះឆ្កែអូនចង់ថាឆ្កែបើឯងអ្នករស់ស៊ីចឹងមិនអាចដឹងពីអាការស្រឡាញ់អ្នកការអ្នកចិញ្ចឹមឆ្កែស្រឡាញ់ឆ្កែទេបាទហើយបើយើងចិញ្ចឹមគ្នាតាំងទូចមកណាលិតឯងលិតជើងនេះនេះគ្រួសារយើងហើយបើយើងមិននៅផ្ទះវានៅផ្ទះជំនួសយើងអានេះបើទោះអានេះនៅដើរចោលផ្ទះបើឆ្កែដើរចោលផ្ទះទេតែប៉ុណ្្នឹងតែឲ្យគេយកទៅសម្រាប់ធ្វើបាបគ្នានឹងអីគិតមើលវាខុសអាយើងអ្នកលក់អ្នកដូរអ្នកអីគេយកទៅឲ្យគេធ្វើសម្រាប់នេះបាទហើយបែងឈប់ទៅអូយពុកឈប់រោអាមុខបនហ្នឹងទៅឈប់មិនហើយលេងមកទាំងគ្នាហាលក្តៅហាលភ្លៀងហ្នឹងទៅដល់ទៅដល់ពេញលុបវិញបែងទៅឲ្យមានចាំឆ្កែអត់ចាំទេអញ្ចឹងអាចយកអារម្មណ៍ចាំឆ្កែអញ្ចឹងមានដាតឡើងចង់ដល់កែងជើងហ្នឹងឥឡូវអត់ដូរទេដូរទេឥឡូវបើឯងចង់បានឆ្នាំងទិញឆ្នាំងគាត់ទិញឆ្នាំង2ហ្នឹងហ្មង1ម៉ានពូឥឡូវពូឆ្នាំង1ម៉ានថាអញមិនលក់ទេអញមករបស់ដូរឆ្កែមួយឆ្នាំងហើយបើអញលក់ឆ្នាំងមិនស៊ីជាមួយចំណងជើងរឿងអញចំណងជើងរបស់អញដូចបងឯងដូរឆ្នាំងប្រហែលថ្ងៃក្រោយធ្វើឲ្យគេបើបញ្ជាកូនបានមកធ្វើឲ្យគេទេធ្វើឲ្យអញចឹងអញថាធ្វើដល់ឲ្យគេគាត់អារឿងឆ្កែមើលគ្មានសិទ្ធិសម្រេចផងហ្នឹងអញស្មានថាឆ្នាំងដូរឆ្កែអាដឹងឆ្កែដូរឆ្នាំងថាឆ្នាំងដូរឆ្កែអាណាគេរកស៊ីឈ្មោះដូចឯងទេគេឲ្យលុយទិញឆ្នាំងហើយតែដូរឆ្កែដែរលុយទេអត់ចាំបានលុយទេពូចា
រកស៊ីអីគេអត់ដឹងថាណាចំណេញណាខាតហ្នឹងតែដូចឆ្នាំតែដូចឆ្នាំនេះបងអត់ឡើយទៅមិនទៅនោះមិនច្បាស់កុំឲ្យគេអស់នៅក្រោយឆ្កែដូចឆ្នាំឆ្កែហ្នឹងយើងចាំតឆ្កែគាត់ដូចឆ្នាំគាត់មិនទិញគាត់លក់តែឆ្នាំហ្នឹងគាត់ចង់បានតែចឹងរបស់គាត់បាទរបស់គាត់គឺចង់យកឆ្កែទៅនេះលក់ចង់បានឆ្នាំមែនអើឯងខ្ញុំទៅខ្ចីឆ្នាំវត្តឲ្យយើងទៅយកនេះឆ្កែយើងស្រឡាញ់ហើយហើយឯងយកទៅលក់ឲ្យគេទេហែងនោះអត់ទេយើងស្រឡាញ់យកទៅលក់ឲ្យគេនឹងគេយកធ្វើស៊ីឲ្យនំស្អប់ណាស់អ្នកហូបសាច់ឆ្កែនឹងយីមែន